សួស្តីបងប្អូនទាំងអស់គ្នាតាអ្នកចង់ចេះឈុំតែបៃតងក្រូចឆ្មាដែលមានរសជាតិឈ្ងុយពណ៌ស្អាតសម្រាប់បងដែលចង់ធ្វើញ៉ាំខ្លួនឯងឬធ្វើលក់តាមតូបកាហ្វេថ្ងៃនេះ MH Coffee Recipes នឹងបង្ហាញរូបមន្តលម្អិតបំផុតសម្រាប់កែវគ្រប់ទំហំគ្រឿងផ្សំកែវលេខ16ទឹកតែបៃតងដិត80មីលីលីត្រស្ករស2ស្លាបព្រាបាយទឹកក្រូចឆ្មា25មីលីលីត្រតម្លៃលក់1កែវ1000រៀលដល់1500រៀលកែវលេខ22ទឹកតែបៃតងដិត120មីលីលីត្រស្ករស3ស្លាបព្រាបាយទឹកក្រូចឆ្មា35មីលីលីត្រតម្លៃលក់1កែវ2000រៀលដល់2500រៀលកែវលេខ32ទឹកតែបៃតងដិត150មីលីលីត្រស្ករស4ស្លាបព្រាបាយទឹកក្រូចឆ្មា50មីលីលីត្រតម្លៃលក់1កែវ3000រៀលដល់3500រៀល1របៀបឆុងទឹកតែបៃតងសម្រាប់ស្តុកសមាពាធស្លឹកតែបៃតង50ក្រាមត្រាំជាមួយទឹកក្តៅ1លីត្ររបៀបធ្វើដាក់ស្លឹកតែក្នុងស្បៃច្រោះចាក់ទឹកក្តៅចូលរួចត្រាំទុកប្រហែល3ទៅ5នាទីកុំត្រាំយូរពេកវានឹងចត់ខ្លាំងច្រោះយកកាកចេញអ្នកនឹងទទួលបានទឹកតែបៃតងដិតសម្រាប់លាយ2ជំហាននៃការលាយភេសជ្ជៈលាយតែបៃតងចាក់ទឹកតែបៃតងតាមចំនួនលេខកែវចូលក្នុងកែវបន្ថែមភាពផ្អែមដាក់ស្ករសតាមចំនួនលេខកែវរួចកូរឲ្យសព្វរហូតដល់រលាយស្ករបន្ថែមរសជាតិជូរច្របាច់ទឹកក្រូចឆ្ងាតាមចំនួនលេខកែវបន្ថែមចូលដាក់ទឹកកកបន្ថែមទឹកកកឲ្យពេញកែវជាការស្រេចគន្លឹះអ្នកអាចបន្ថែមចំណិតក្រូចឆ្ងាស្ដាងពីលើដើម្បីបង្កើនសោភ័ណភាពដូចក្នុងរូបភាពអរគុណសម្រាប់ការតាមដាននិងគាំទ្ររាល់វីដេអូរបស់ MH Coffee Recipes ជួយ follow like share និង comment របស់បងប្អូន